she was ill so she had to go blank she was ill បានថានាងបានឈឺ so she had to go ដូច្នេះនាងចាំបាច់ត្រូវទៅចុច A at home B to home C for home ហើយនឹង D home សុទ្ធតែ home ទាំងអស់កាន់តែ home មួយមាន at ពីមុខមួយមាន to ពីមុខមួយមាន for ពីមុខហើយនឹងមួយទៀត home តែឯងតែម្ដងបើចឹងសម្រាប់លេខ353ហ្នឹងបន្ទាប់ពីរកចម្លើយហើយយើងធ្វើការចងចាំយកទៅម្ដងទៅបាទពីព្រោះហ្នឹងគឺជាពាក្យ clear ដែលយើងប្រើជាញាប់សម្រាប់ពាក្យ clear ដែលយើងប្រើជាញាប់យើងមិនចាំបាច់វិភាគអីច្រើនក៏បានដែរបាទដោយសារតែពេលយើងជួបជាញាប់ទៅយើងចាំឲ្យទៅស្វែងប្រវត្តិហើយចម្លើយតាមទៅរបស់វាគឺចម្លើយ D ពាក្យ home ហើយហ្នឹងដូចបញ្ជាក់វិញមកគឺយើងចាំតែម្ដងទៅគឺយើងត្រូវចាំថាសម្រាប់ logo ហ្នឹងកាលណាគេប្រើវាជាមួយនឹង home គឺយើងនិយាយ go home យកតែម្ដងបាទ go home គ្មានថ្នាក់អីទាំងអស់គ្មានអីទាំងអស់គឺ go home យកតែម្ដងតែ go home នោះបានតែទៅផ្ទះអញ្ចឹងយករបស់យើងទៅបានវាទៅ she was ill so she had to go home តែបានថានាងបានឈឺដូច្នេះហើយនាងចាំបាច់ទៅផ្ទះ